ខ្ចីស្រួលបងប្រចាំខែតិចប្រយ័ត្នចូលអន្ទាក់អ្នកឆបបកតាមអនឡាញខាងក្រោមនេះជាមេរៀនគួរប្រុងខ្លួនកុំឲ្យគេបោកបានក្រៅពីការខ្ចីឥណទានពីធនាគារស្របច្បាប់ត្រឹមត្រូវបច្ចុប្បន្នក៏មានការផ្ដល់ឥណទានតាមរយៈបណ្ដាញសង្គមឬតាមអ៊ីនធឺណិតដែលមួយរយៈចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតឡើងចំពោះប្រជាពលរដ្ឋខ្មែរក្នុងនោះធនាគារកម្ពុជាសាធារណៈក៏បានចែករំលែកសាច់រឿងដ៏ល្អមួយពាក់ព័ន្ធនឹងកម្ចីតាមបណ្ដាញសង្គមនេះដូចខាងក្រោមតុលាការបានប្រទះឃើញការផ្សព្វផ្សាយពាណិជ្ជកម្មអំពីការផ្ដល់ប្រាក់កម្ចីលើបណ្ដាញសង្គមដែលផ្ដល់ការអនុម័តរហ័សជាមួយនឹងការបង់រំលោះប្រចាំខែតិចគាត់ចាប់អារម្មណ៍ស្នើសុំប្រាក់កម្ចីនោះប៉ុន្តែតម្រូវឲ្យគាត់ទូទាត់កម្រៃផ្សេងៗជាមុនជាថ្នូរនឹងការកែលម្អពិន្ទុប្រាក់កម្ចីរបស់គាត់តបតាមតម្រូវការតុលាការបានទូទាត់ប្រាក់កម្ចីជាមុនហើយបានបង្ហាញព័ត៌មានគណនីរបស់ខ្លួនដើម្បីឲ្យប្រាក់កម្ចីរបស់គាត់ទទួលបានការអនុម័តក្រោយមកអ្នកផ្ដល់ប្រាក់កម្ចីបានចេញមូលប្រតិណប័តដែលមិនទាន់មានសុពលភាពដែលមានចំនួនទឹកប្រាក់ហើយបានស្នើឲ្យតុលាការបង់ប្រាក់បន្ថែមបន្ទាប់ពីបានទូទាត់រួចហើយតុលាការបានតាក់ទងទៅអ្នកផ្ដល់ប្រាក់កម្ចីប៉ុន្តែតាក់ទងមិនចូលក្រោយមកទើបគាត់ដឹងថាគាត់បានចាញ់បោកគេហើយជាលទ្ធផលគាត់បានបាត់បង់ប្រាក់យ៉ាងច្រើនចូលចងចាំថាគូស្នើសុំប្រាក់កម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវប៉ុណ្ណោះម្យ៉ាងវិញទៀតជៀសវាងស្នើសុំប្រាក់កម្ចីតាមរយៈថ្នាលបណ្ដាញសង្គមនិងប្រភពមិនច្បាស់លាស់ជាពិសេសជៀសវាងការផ្ទេរប្រាក់ក្នុងករណីជនឆបោកស្នើសុំការទូទាត់ឬកម្រៃជាមុន